នាពេលបច្ចុប្បន្នការធ្វើការងារជាក្រុមគឺជាផ្នែកមួយដែលដើរតួនាទីយ៉ាងសំខាន់ទៅលើវិស័យការងារនិងវិស័យសិក្សាការងារទាំងអស់នេះហើយគឺវាបានផ្សារភ្ជាប់ទៅនឹងរបៀបរបបរស់នៅប្រចាំថ្ងៃរបស់ពួកយើងដែលមិនអាចខ្វះបានក៏ប៉ុន្តែនៅពេលដែលធ្វើការងារជាក្រុមប្រកាសណាស់ច្បាស់ជាជួបប្រទះនូវបញ្ហាដូចជាការងារច្រើនមានភាពច្របូកច្របល់រញ៉េរញ៉ៃនិងពិបាកនៅក្នុងការគ្រប់គ្រងមិនត្រឹមតែប៉ុណ្ណោះត្រូវចំណាយពេលវេលាធ្វើការណាត់ជួបគ្នានៅខាងក្រៅដើម្បីធ្វើការពិភាក្សារកវិធីសាស្ត្រដោះស្រាយបញ្ហាទាំងអស់នោះដោយសារតែមានកត្តាទាំងអស់នេះហើយទើបពួកយើងធ្វើកិច្ចប្រជុំមួយដើម្បីពិភាក្សារកដំណោះស្រាយបន្ទាប់ពីពិភាក្សារួចពួកយើងសង្កេតឃើញថាគឺមានបញ្ហាចំនួន3ធំៗគឺ1ពិបាកក្នុងការគ្រប់គ្រងទៅលើប្រភេទការងារនៅលើប្រព័ន្ធតែមួយ2ពិបាកក្នុងការរៀបចំការងារមានរបៀបរៀបរយនិងត្រឹមត្រូវតាមស្តង់ដារ3ត្រូវធ្វើការផ្លាស់ប្ដូរប្រើប្រាស់កម្មវិធីច្រើនដងដើម្បីជាជំនួយការងាររបស់ពួកគាត់ដោយសារតែពួកយើងបានរកឃើញទៅលើចំណុចខ្វះខាតទាំងអស់នេះហើយក្រុមពួកយើងក៏បានបំផុសគំនិតនិយាយគ្នាក្នុងការបង្កើតគេហទំព័រមួយឡើងដើម្បីសម្រួលទៅកាន់ការងាររបស់ពួកគាត់ដែលមានឈ្មោះថា GOT សូមស្វាគមន៍មកកាន់គេហទំព័រ GOT នៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់ website កតដំបូងអ្នកទាំងអស់គ្នានឹងឃើញទៅនឹង landing page ព្រមទាំងព័ត៌មានណែនាំមួយចំនួនអំពី GOT ថាតើ GOT អាចធ្វើអ្វីបានខ្លះនៅក្នុងប្រព័ន្ធ platform មួយនេះបន្ទាប់មកអ្នកទាំងអស់គ្នាចូលទៅកាន់ login ដើម្បីធ្វើការបំពេញនូវ email ព្រមទាំង password ដើម្បីចូលទៅកាន់ role ផ្នែក user admin ក្រោយពីបំពេញរួចអ្នកទាំងអស់គ្នាចូលទៅកាន់ប៊ូតុង login នោះអ្នកទាំងអស់គ្នានឹងចូលមកដល់ home page របស់ GOT ដែលបង្ហាញអំពីចំនួន project ដែលកំពុងតែធ្វើ project ទាំងអស់របស់ user admin activity របស់ user ព្រមទាំងដំណើរការរបស់ project បន្ទាប់មកចូលមកកាន់ page project នៅក្នុង page project អ្នកទាំងអស់គ្នាអាចធ្វើការ add project ថ្មីដែលតម្រូវឲ្យធ្វើការបំពេញទៅលើ project name project description ព្រមទាំងធ្វើការ select ចំនួន member ដែលគាត់ចង់ឲ្យធ្វើការនៅក្នុង project មួយនោះបន្ទាប់មកចុចទៅលើប៊ូតុង add project និង project របស់ពួកគាត់នឹងត្រូវបានបង្កើតដោយជោគជ័យមិនត្រឹមតែប៉ុណ្ណោះគាត់ក៏អាចធ្វើការ edit ទៅលើ project និងធ្វើការ delete project បានដូចគ្នាបន្ទាប់មកចូលមកកាន់ page notification នៅក្នុង page នេះដែរអ្នកទាំងអស់គ្នានឹងឃើញទៅលើ all notification របស់ user ទាំងអស់ដែលពួកគាត់បានធ្វើការទៅលើ project របស់ពួកគាត់បន្ទាប់មកចូលមកកាន់ page status នៅក្នុង page status គាត់អាចធ្វើការ add បន្ថែម status របស់ project និងធ្វើការ edit ទៅលើ status របស់ project ក៏ប៉ុន្តែគាត់មិនអាចលុប before status បានឡើយបន្ទាប់មកគាត់អាចចូលទៅមើល project ដែលគាត់ធ្លាប់បានបង្កើតរួចហើយឬចូលទៅកាន់ផ្នែក analytics ដើម្បីមើលទៅលើចំនួនព័ត៌មាន issue sub issue team member និង total resource ដែលបានបង្កើតនិងអំពីដំណើរការងារនៅក្នុង project មួយនោះបន្ទាប់មកគាត់ចូលទៅកាន់ផ្នែក setting project នៅពេលដែលចូលមកដល់គាត់នឹងឃើញចំនួន member ដែលស្ថិតនៅក្នុង project មួយនោះហើយគាត់អាចមើលនិង edit status issue label priority tracker និង category ដែលបានបង្កើតបន្ទាប់មកទៀតគាត់អាចចូលទៅកាន់ផ្នែក resource នៅក្នុង page មួយនេះគាត់អាចធ្វើការបង្កើតនូវ resource ថ្មីដើម្បីធ្វើការ take note របស់ project ឬចុចប៊ូតុង create នូវ resource នឹងត្រូវបានបង្កើតដោយជោគជ័យគាត់ត្រូវធ្វើការចូលទៅកាន់ resource ដែលគាត់បានបង្កើតដើម្បីធ្វើការ take note ប្រាប់ team member ឬចុច save ដើម្បីរក្សាទុកបន្ទាប់មកទៀតគាត់អាចคลิกទៅលើប៊ូតុង tray 3ដើម្បីធ្វើការ rename ទៅលើ resource ប្រសិនបើគាត់សរសេរខុសនឹងធ្វើការ view detail ទៅលើ resource មួយនឹងតាមរយៈ modal គាត់ក៏អាចធ្វើការ upload file ដើម្បីជាជំនួយដល់ note របស់គាត់ផងដែរបន្ទាប់មកចុចទៅលើប៊ូតុង upload ដើម្បី upload file ឬចូលទៅកាន់ resource ដែលគាត់បានបង្កើតដើម្បីធ្វើការមើលទៅលើ file upload របស់គាត់ដែលនៅកន្លែងនេះគាត់អាចធ្វើការ edit ទៅលើ file upload download file សម្រាប់មើលនិងធ្វើការ delete ទៅលើ file មួយនោះមិនត្រឹមតែប៉ុណ្ណោះគាត់ក៏អាចធ្វើការ delete ទៅលើ resource បានដូចគ្នាចូលមកកាន់ផ្នែក activity ដើម្បីមើលទៅលើ team member នៅក្នុង project មួយនោះថាតើមាន activity អ្វីខ្លះដែលគាត់បានធ្វើបន្ទាប់មកគាត់អាចចូលទៅកាន់ page all user ដើម្បីមើលទៅលើ detail account ទាំងអស់ដែលបានបង្កើតនៅក្នុង website GOT ឬគាត់អាចធ្វើការ select ចំនួន row ដែលគាត់ចង់ display បានគាត់ក៏អាចធ្វើការ create account ទៅឲ្យ user ដោយធ្វើការបំពេញនូវឈ្មោះ email ពិតប្រាកដ select role ធ្វើការបង្កើត password ឬ assign project ទៅឲ្យគាត់ដើម្បីចូលរួមធ្វើបន្ទាប់មកចុច create account នៅពេលបង្កើត account រួចគាត់ក៏អាចធ្វើការ search រក user ម្នាក់នឹងបានផងដែរបន្ទាប់មកคลิกទៅលើរូបភាពដើម្បីចូលទៅកាន់ My Profile ដើម្បីធ្វើការ edit ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់និងអាចធ្វើការ change password រកផ្នែក user
ដោយសារតែ admin បានបង្កើត account ឲ្យ user មួយអញ្ចឹងវានឹងលោតទៅកាន់ Gmail របស់គាត់ដែលគាត់គ្រាន់តែចូលទៅកាន់ Gmail ដើម្បីធ្វើការទាញយក email password ឬ login ចូលទៅកាន់ website គាត់ដើម្បីចូលរួមធ្វើការងារជាក្រុមដល់ពេល login រួចគាត់នឹងឃើញ home page មួយដែលដូចទៅនឹង admin ដែរប៉ុន្តែគាត់អាចមើលឃើញទៅលើ project ដែល admin បានអាស័យឲ្យគាត់ធ្វើតែប៉ុណ្ណោះគាត់អាចចុចទៅលើ project គាត់ដើម្បីមើលទៅលើព័ត៌មាន team member ដែលគាត់កំពុងតែនៅជាមួយបន្ទាប់មកគាត់ចូលទៅកាន់ page project ដើម្បីមើលទៅលើ project ដែល admin បានអាស័យឲ្យគាត់ធ្វើបន្ទាប់មកគាត់អាចចូលទៅកាន់ page notification ដើម្បីមើលទៅលើ notification បន្ទាប់មកគាត់អាចចូលទៅកាន់ project ផ្នែក setting នៅក្នុងផ្នែក setting នេះផងដែរគាត់អាចធ្វើការ add ទៅលើ status ថ្មីនិង edit status បានតែប៉ុណ្ណោះចូលទៅកាន់ Play Resource គាត់អាចមើលលើការ take note របស់ admin គាត់ក៏អាចធ្វើការ take note ទៅលើ resource នឹងបានដូចគ្នាបន្ទាប់មកគាត់ចូលមកកាន់ផ្នែក category ដើម្បីធ្វើការ create category ក្រោយពេលបង្កើតរួចគាត់អាចចុចទៅលើ category ដើម្បីធ្វើការ create issue ដើម្បី create issue គាត់ត្រូវបំពេញ issue title និង issue description បន្ទាប់មកគាត់អាចធ្វើការ select លើ label ដើម្បីបន្ថែមព័ត៌មានពីលើនឹងបន្ថែមទៀតគាត់ក៏អាចធ្វើការ edit issue និង delete issue បានផងដែរបន្តមកទៀតចុចទៅលើ issue នៅក្នុង issue គាត់អាចធ្វើការបង្កើត sub issue បានបន្ថែមទៀតនៅក្នុង sub issue គាត់អាចធ្វើការចូលទៅមើលព័ត៌មានព្រមទាំង edit និង delete ដូចទៅនឹង issue ដែរគាត់ក៏អាចធ្វើការ comment បន្ថែមទៅលើការងាររបស់គាត់បន្ទាប់មកគាត់អាចคลิกទៅលើកន្លែង profile ដើម្បីចូលទៅ my profile edit ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់អាចធ្វើការ upload រូបភាពរបស់គាត់edit ឈ្មោះនិង edit display name ដែលបង្ហាញនៅក្នុង website គាត់ព្រមទាំង description ណែនាំអំពីខ្លួនរបស់គាត់បន្ទាប់មកគាត់អាចចុចទៅកាន់កន្លែង security ដើម្បី change password របស់គាត់បានបើសិនបើគាត់ភ្លេច password គាត់អាចចុចទៅកាន់កន្លែង forgot password ដើម្បីបំពេញនៅ email របស់គាត់ឬចុច send ទៅឲ្យខាង super admin គាត់ចូលទៅកាន់ change password role ផ្នែក super admin គាត់អាចធ្វើការបំពេញនៅព័ត៌មានជាមួយនឹង email និង password ដើម្បីចូលទៅកាន់ account super admin នៅពេលចូលទៅកាន់ home page super admin នឹងឃើញចំនួន total project ដែលបានបង្កើតទាំងអស់នៅក្នុង website គាត់បន្ទាប់មកគាត់អាចធ្វើការស្វែងរក project ដែលបានបង្កើតនៅលើ top bar ខាងលើបានបន្ទាប់មកគាត់អាចចូលទៅកាន់ page project ដើម្បីមើលទៅលើ project ដែលគាត់ធ្លាប់បានបង្កើតឬក៏បង្កើតដោយ admin ហើយគាត់ក៏អាចធ្វើការ add project បានដូចគ្នាបន្ទាប់មកគាត់ចូលទៅកាន់ page dashboard នៅក្នុង page dashboard មួយនេះមានតែនៅក្នុង account super admin តែប៉ុណ្ណោះដែលគាត់អាចមើលទៅលើការងារដែល admin និង user ដែលកំពុងបានធ្វើឬបញ្ចប់ចូលមកកាន់ page notification super admin អាចមើលទៅលើការ request change password របស់ admin និង user បាននៅពេលដែលពួកគាត់បានស្នើសុំ change password វានឹង load notification ដំបូងនៅកន្លែង pending super admin ក៏អាចធ្វើការ approve និង reject បានដូចគ្នាបន្តមកចូលមកកាន់ page project status នៅក្នុង page project status គាត់ក៏អាចធ្វើការ add status edit status និង delete default status បានបន្តមកទៀតគាត់អាចចូលទៅកាន់ page all user នៅក្នុង page នេះផងដែរគាត់ក៏អាចធ្វើការមើលទៅលើ account ដែលគាត់បានបង្កើតឲ្យ user និង admin បង្កើតឲ្យ user បានទាំងអស់ហើយគាត់ក៏អាចធ្វើការ select filter ដើម្បីឲ្យមានភាពងាយស្រួលក្នុងការស្វែងរករក user និងធ្វើការបង្កើត account ឲ្យ user បានដូចគ្នាបន្តមកទៀតគាត់អាចចូលទៅមើល view detail របស់ user នីមួយៗធ្វើការ change password ឬដាក់ password ថ្មីឲ្យ user ធ្វើការ edit row user របស់ពួកគាត់
បន្ទាប់មកទៀតគាត់ក៏អាចធ្វើការ delete account user ចេញពី website គាត់បានដូចគ្នាចំណែកខាង sidebar វិញគឺជា project ទាំងអស់ដែលធ្លាប់បានបង្កើតនៅក្នុង website គាត់បន្ទាប់មកទៀតគាត់ក៏អាចចូលទៅកាន់ My Profile ដើម្បីធ្វើការ change ទៅលើព័ត៌មានរបស់គាត់និងធ្វើការផ្លាស់ប្ដូរ password របស់គាត់ជាចុងក្រោយនោះផងដែរក្រុមយើងខ្ញុំសូមធ្វើការថ្លែងអំណរគុណទៅដល់ក្រសួងប្រៃសណីនិងទូរគមនាគមន៍មូលនិធិសអនិងការបណ្ដុះបណ្ដាលបច្ចេកវិទ្យាអានដែលបានផ្ដល់ឱកាសអាហារូបករណ៍ដល់យើងខ្ញុំក្នុងការសិក្សារៀនសូត្រស្វែងយល់អំពីជំនាញផ្នែកអភិវឌ្ឍគេហទំព័រនិងមានសមត្ថភាពក្នុងការស្វែងរកការងារល្អនៅថ្ងៃអនាគតសូមអរគុណ